ជាកិច្ចចាប់ផ្ដើមចម្រើនពរអ្នកគ្រូថ្ងៃនេះក្រុមអត្ថភាពជានិស្សិតចំនួនទី17ឆ្នាំទី3ឆ្នាំទី2សិក្សាលើមុខវិជ្ជា Android App Development ដោយនៅក្នុងថ្ងៃនេះផងដែរក្រុមអត្ថភាពនឹងធ្វើបទបង្ហាញមួយទាក់ទងទៅនឹងប្រធានបទដែលមានឈ្មោះថាកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឬក៏ Personal Finance Management App Personal Finance Management App គឺជាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែលភ្ជាប់គ្នារវាង Mobile App ហើយនិង Web App ចំណុចពិសេសនោះផងដែរគឺក្រុមរបស់យើងបានប្រើប្រាស់ Laravel PHP ដែលជាកន្លែងចំណុចកណ្ដាលនិង MySQL Database តែមួយជាមួយគ្នានេះមានន័យថារាល់ទិន្នន័យរវាង Mobile App ហើយនិង Web App ផងដែរដែលបានកត់ត្រាទុកកត់ត្រានៅក្នុង App ហើយនឹងលូតចូលទៅកាន់ Web App ភ្លាមៗបែបលក្ខណៈ real time ផងដែរជំហានបន្ទាប់ទៀតចូលមកកាន់ Function and App នៅក្នុង Mobile App នេះផងដែរក្រុមរបស់យើងបានកំណត់មុខងារសំខាន់ៗមានដូចជាការចុះឈ្មោះហើយនិងការ login ហើយក៏មានប្រធាន dashboard ផងដែរគឺសម្រាប់មើលចំនួនចំណាយរាល់ការប្រតិបត្តិការថ្មីហើយនិងការមើលប្រវត្តិឬក៏ history ហើយនិង export របាយការណ៍ជាពិសេសនេះគឺមានមុខងារសម្រាប់ admin ប្រើប្រាស់ផងដែរចំណែកឯ Web App ដើរតួនាទីជា admin panel សម្រាប់គ្រប់គ្រងប្រព័ន្ធទាំងមូលដូចជាការគ្រប់គ្រង user កំណត់ category ចំនួនចំណាយហើយនិងមើលរបាយការណ៍សរុបពលអ្នកគ្រូនេះគឺជា entity relationship diagram នៃប្រព័ន្ធដែលបង្ហាញអំពីទំនាក់ទំនងរវាង table សំខាន់ៗដូចជា user transaction category ហើយនិង notification បន្ទាប់ពីរៀបរាប់ about the system function in app ហើយនិង function in web ហើយនិងមួយទៀត entity relationship diagram ដូចរាប់អស់ហើយជាហេតុបន្ទាប់ទៀតអាត្មាភាពនឹងធ្វើការចាប់ផ្ដើមនៅការ demo ដែលមានដូចជាការណែនាំអំពីការតបជួបទាក់ទងទៅនឹង web app admin ដែលជាបង្កើត category ហើយមួយទៀតគឺទី3គឺ mobile app ដែលជា user បន្ទាប់មកទៀតមាន mobile app ដែលជា admin ផងដែរដូច្នេះអាត្មាភាពនឹងធ្វើការចាប់ផ្ដើមកិច្ចការនេះទាក់ទងទៅនឹងការធ្វើ demo ដូចតទៅនេះជាជំហានបន្ទាប់នេះគឺចូលមកកាន់វគ្គធ្វើការ demo ដោយនៅក្នុងការ demo នេះផងដែរក្រុមអាត្មាភាពសូមជ្រើសរើសយកការ demo ចំនួន2ដើម្បីទន្ទឹមគ្នាទី1ការ demo ផ្នែក web appទី2គឺការ demo ផ្នែក mobile app ដូច្នេះសូមធ្វើការចាប់ផ្ដើមដោយនៅក្នុងការ demo នេះផងដែរក្រុមអាត្មាភាពបានជ្រើសយក tool មួយដើម្បីធ្វើការជាមួយនឹង web app គឺ VI Code ហើយចំណែកឯផ្នែក mobile app គឺ Android Studio ដូច្នេះនៅក្នុងផ្នែកនេះផងដែរដើម្បីចាប់ផ្ដើមកិច្ចការនេះបានគឺត្រូវការ run server ជាមុនសិនទាំងផ្នែក mobile app ទាំងផ្នែក web app គឺត្រូវការ run server ដូច្នេះក្រុមអាត្មាភាពបានជ្រើសយក Laravel ដែលជាដើម្បីធ្វើការចាប់ផ្ដើម server ផ្នែក web app ចំណែកឯនៅក្នុងផ្នែក mobile app នេះផងដែរគឺក្រុមអាត្មាភាពបានជ្រើសយក API client ដែលនៅក្នុងផងដែរគឺជា URL ឬក៏ server របស់វាដែលនៅផ្នែកខាងក្រៅនេះផងដែរគឺ8000ដែលជារបស់ Laravel ហើយនេះគឺជា URL របស់ Android ផងដែរដូច្នេះដើម្បីដំណើរការបានគឺក្រុមអាត្មាភាពបានជ្រើសយក API តែមួយដើម្បីដំណើរការជាមួយគ្នានេះគឺជា API របស់ mobile app ហើយចំណែកឯផ្នែក web app ផងដែរនេះគឺជា API ផ្នែក web app ផងដែរដូច្នេះឥឡូវនេះកិច្ចការនឹងធ្វើការចាប់ផ្ដើមបន្ទាប់ទៀតបន្ទាប់ពីឥឡូវនេះមុននឹងចូល mobile app ផងដែរជាបន្ទាប់អាត្មាភាពសូមធ្វើការ login ទៅកាន់ផ្នែក web app ជាមុនសិនដោយនៅក្នុងផ្នែក web admin ដោយឆ្នេះអាត្មាភាពធ្វើការ login ដោយនៅក្នុងការ login នេះផងដែរគឺ login បានទាំង user បានទាំង admin បានទាំង super admin បានទាំង editor តាមការកំណត់របស់ system ផងដែរដូច្នេះអាត្មាភាពបានជ្រើសរើសយក super admin ដែលជា admin ធំជាងគេហើយនឹង password ដើម្បីធ្វើការ login ផ្នែក web admin បន្ទាប់ពី login បានហើយគឺកំពុងដំណើរការហើយនេះគឺជាប្រភេទនៃផ្នែក web app មាន desktop income expense category transaction report ហើយនឹង user system ហើយនឹង premise ហើយនឹង user app ហើយនឹង notification ឥឡូវនេះគឺជាប្រភេទផ្នែក web app ប៉ុន្តែដើម្បីឲ្យ API ស្គាល់គ្នាមុនដំបូងធ្វើការតេស្តលើ web app ជាមុនសិនដើម្បីឲ្យកុំឲ្យចំណាយពេលយូរដូច្នេះអាត្មាភាពបានជ្រើសយក category ជាមុនសិនដើម្បីធ្វើការជាមួយនឹងផ្នែក mobile app ដើម្បីឲ្យវាស្គាល់ API ឬក៏អត់ហើយអាចជ្រើសយកបាន income expense ប៉ុន្តែអាត្មាភាពជ្រើសយក income expense ដាក់ពាក្យថា string ដូច្នេះទាំងនេះគឺបានមកជាការស្រេចបានមកបានបង្កើតបានមួយជាការស្រេចដូច្នេះហើយបន្ទាប់ពីបង្កើតបានហើយអាត្មាភាពនឹងធ្វើការមកមើលកន្លែងនេះតែម្ដង expense នេះគឺជា string ដែលបានបង្កើតមកប៉ុន្តែយើងអាចធ្វើការជាមួយនឹង expense income នៅក្នុង web app ទេយើងធ្វើការជាមួយនឹងផ្នែក mobile app នេះគឺជាផ្នែក mobile app អាត្មាភាពធ្វើការចាប់ផ្ដើមជាមួយសិនដើម្បីឲ្យ server ដំណើរការល្អមួយដំបូងគឺចូលទៅកាន់ user app ហើយទី2គឺចូលទៅកាន់ user mobile ឥឡូវនេះចូលមកកាន់ផ្នែក user app ហើយនិង user system ប៉ុន្តែអាត្មាភាពសូមជ្រើសយក user app ដើម្បីធ្វើការ login ជាមុនសិននេះគឺជាតម្រងនៃការ login របស់ user app ហើយនៅក្នុង user app ផងដែរគឺនៅក្នុងdatabase ក៏មានដូចគ្នាផងដែរគឺជា user app ទាំងបានដែលធ្លាប់ធ្វើការ login ធ្វើការ register ផងដែរនេះគឺជា user ដែលធ្វើការ login ដូច្នេះយើងអាចធ្វើការយក email ហើយនិង password របស់គាត់ដើម្បីធ្វើការ login បានប៉ុន្តែអាភាពធ្វើការបង្កើត user ថ្មីធ្វើការ create account ដូច្នេះដាក់ថា test project Gmail តែមកទៀតសូមធ្វើការដាក់ password មួយទី3ហើយលេខទូរស័ព្ទសូមដាក់ auto ឥឡូវនេះសូមធ្វើការជ្រើសរើសយករូបភាពមួយដើម្បីធ្វើការឥឡូវនេះអាត្មាភាពនឹងធ្វើការជ្រើសរើសរូបមួយដើម្បីធ្វើការអនុវត្ត
ដូចជាភាពសំខាន់ register ដើម្បីតេស្តផ្នែក user system ពេលនេះធ្វើការចុចឈ្មោះរបស់ user បានហើយមកភាពមកមើលផ្នែក database នេះគឺជា user test project នៅផ្នែកខាង31លេខនឹងឯងឥឡូវនេះធ្វើភាពទៅកាន់ mobile app ដើម្បីធ្វើការ login password មួយនេះមិញទៅពី login បានហើយនេះគឺជា logo ឬក៏រូបភាពនៃ user ផងដែរដោយនៅក្នុងនេះផងដែរគឺ user អាចធ្វើការមើល history មានមើល profile របស់ខ្លួនផងដែរហើយមាន home ផងដែរហើយ user អាច add តំណែងបានដោយធ្វើភាពសិនធ្វើការ add តំណែងដោយសារមានបញ្ហា API addition ហើយវារៀងដាក់អូឬក៏យឺតបន្តិចដូច្នេះធ្វើភាពចូលទៅកាន់កន្លែង add នេះគឺជា string ដែលបានធ្វើការ add ពីកន្លែង web app មិញហើយធ្វើភាពធ្វើការបញ្ចូល income មួយដែល income test project ដាក់តម្លៃ emoji ដាក់តម្លៃ 543 ហើយដាក់ description test ឆ្នេះហើយធ្វើភាពខ្ញុំជឿយក string បើសិនជា income ដាក់ income មកបើសិនជា expense ដាក់ expense មកធ្វើភាពដាក់ income category ជាប្រភេទ income ហើយ emoji តម្លៃ 543 description test ដូច្នេះធ្វើការ save ដូច្នេះតំណែងគឺបានលូតចេញហើយដោយសារតែបានទិញ API ហើយមកមើលកន្លែងផ្នែក web app ម្ដងគឺតំណែងគឺចេញដូចគ្នាក្នុង dashboard នេះគឺជាតំណែងដែលបានបញ្ចូលមកមិញឥឡូវនេះធ្វើភាពសូមធ្វើការចាប់ផ្ដើមចូលទៅកាន់ផ្នែក mobile app ផ្នែក admin ម្ដងដោយសារយើងបានអនុវត្តទេផ្នែក user បានទូទៅហើយទៀតចូលមកកាន់ back home ទៅពីចូលមកកាន់ back home ហើយ user admin នៅក្នុងនេះផងដែរគឺជាផ្ទាំងនៃផ្នែក user system ដល់នៅក្នុងផ្ទាំងនេះផងដែរគឺធ្វើភាពសូមធ្វើការមកមើល user របស់ system ម្ដងនេះគឺជា user app នេះគឺជាឈ្មោះនៃ user system ដោយនេះគឺជា user system ដែលបានធ្វើការបង្កើតដើម្បីធ្វើការគ្រប់គ្រងផ្នែកផ្សេងៗគ្នាផងដែរតែមកទៀតធ្វើភាពអាចធ្វើការយកទាំងទាំងនេះបើ login បានឥឡូវនេះធ្វើភាពជ្រើសយកពាក្យថា super admin ដែលជា admin ដែលទាំងនេះផងដែរគឺ login បានជាលក្ខណៈ username ហើយនិង password 1 2 3ទៅពី login បានហើយគឺដំណើរការចូលមកកាន់ផ្ទាំង dashboard នៃ admin dashboard ដូច្នេះនេះគឺជាតំណែងគឺដូចគ្នាទៅនឹងតំណែងរបស់ web app ផងដែរគឺតំណែងលេខឬក៏តម្រង app ផ្សេងៗគ្នាដូចគ្នាផងដែរឥឡូវនេះធ្វើភាពសូមធ្វើការចាប់ផ្ដើមអាម៉ាញ់ដោយសារតែអត់ទាន់ refresh មកភាពធ្វើការ refresh ហើយបន្ទាប់ទៀតចូលមកកាន់ផ្នែកខាង dashboard អញ្ចឹងផ្នែក dashboard ផងដែរគឺមានដូចគ្នា income expense category transaction និងក៏ report ហើយនឹង user system និង premise និង user ហើយនឹង application ហើយនឹង setting ផងដែរឥឡូវនេះធ្វើភាពបានធ្វើការមើលតំណែងនេះគឺជាតំណែងដែលបានអាចធ្វើការ view បានទៅមកទៀតធ្វើការដាក់ category នេះជាប្រភេទ category ហើយជាប្រភេទ income ហើយនឹងប្រភេទ expense គឺតំណែងគឺបានអនុវត្តគឺដូចគ្នាទៅនឹង web admin ផងដែរហើយ transaction ក៏ដូចគ្នាផងដែរអាចធ្វើការចុចមកកាន់ admin បានចំណេញហើយមួយទៀត export របាយការណ៍ទៅមកទៀតនេះគឺជាចំណេញដែលបានធ្វើការ addដល់ user ណា add user ធ្វើការ export បានធម្មតាទៅមកទៀតមកកាន់ user system ផងដែរក៏ដូចគ្នាផងដែរ user system ដោយចំណេញដែលបានធ្វើការ add របស់ user system ទៅមកទៀតអាចធ្វើការ add user បន្ថែមទៀតបានធ្វើការកន្លែងនេះផងដែរ filter row អាចធ្វើការមើល user មួយៗតើទៅនទីជាអីគេផ្សេងណាដូច្នេះអាចធ្វើការមើល user មួយៗបានហើយធ្វើការ edit ហើយអាចធ្វើការ delete បានទៅមកទៀតចូលមកកាន់ user system មិនរួចហើយដើម្បីមួយទៀតចូលមកកាន់ premise នេះគឺជាការកំណត់ premise ដែលជាការកំណត់ដើម្បីបន្ថែមទូនាទីផ្សេងៗណាអាចធ្វើការ add new premise បានហើយមានទូនាទីផ្សេងៗគ្នាដើម្បីធ្វើការ add តំណែងគឺបានដូចគ្នាទៅមកទៀតចូលមកកាន់edit កន្លែង edit បងដែរអាច edit បានរបស់តំណែងរបស់ទូនាទីមួយៗ premise មួយៗទៅមកទៀតគឺកន្លែងនេះផងដែរ edit បានដូចគ្នាហើយអាចធ្វើការមួយតំណែងដែលចុច tick លើហើយទូនាទីជាអីផ្សេងៗគ្នាទៅឥឡូវនេះគឺមានកន្លែងលុបមួយដើម្បីធ្វើការលុបបានដូចគ្នាដូច្នេះទៅមកទៀតមកទៀតសូមធ្វើការចូលទៅកាន់ user app នេះគឺជាតំណែងរបស់ user app មុននេះមិញមកទៀតចូលមកកាន់ user app ហើយអាចមើលតំណែងរបស់ user app អ្នកខ្លះដែលបានបង្កើតនេះគឺជាតំណែងបាន add មិញតំណែងរបស់ user អាចធ្វើការ export បានធម្មតាបន្ទាប់មកទៀតធ្វើការ save ទៅមកទៅកាន់ notification នេះជា notification ដែលបានធ្វើការតេស្តមិញដែលធ្វើការ add income តេស្តបាយតេស្តដោយអ្នកណាគេបាយ system ផ្សេងៗទៅអាចធ្វើការ make edit បានធ្វើការ edit បានដូចធម្មតាដូចផ្នែកweb app ផងដែរនេះគឺជាផ្នែក web app ដែលបានធ្វើការ edit មិញគឺបានដូចគ្នា user app នេះគឺជាតម្រងនៃ user app ផ្នែក web app ផងដែរឥឡូវនេះធ្វើភាពសិនធ្វើការចេញទៅវិញហើយបន្ទាប់មកទៀតចូលមកកាន់ setting នេះជាទូនាទី setting អាចមើលទូនាទីផ្សេងៗគ្នាបានចំណែកផ្នែកខាងលើក៏មានពីរផងដែរមាន ID profile និង change password ទៅមកទៀតមកចូលមកកាន់កន្លែងនេះហើយចូលមកកាន់ទូនាទីកន្លែងនេះវិញហើយអាចធ្វើការចុចលើផ្នែក add ទូនាទី income ដូចទៅនឹង user app ផងដែរធ្វើភាពសិនធ្វើការតេស្តដាក់ថា1 2 3ដាក់តេស្តដាក់ string ទៅមកទៀតតំណែងទាំងអស់នេះគឺវាលូតចេញមកជាការស្រេចនេះតំណែងទាំងអស់នេះដូច្នេះនេះគឺជាផ្នែក web app មួយទៀតគឺជាផ្នែក mobile app ដូច្នេះដើម្បីឲ្យដំណើរការតេស្ត function មួយៗបានមកភាពសិនធ្វើការតេស្ត category ដើម្បីដំណើរការឬក៏អត់ហើយអាចធ្វើការ export បានធម្មតាហើយអាចធ្វើការ edit របស់ string នេះបាន edit ចង់ធ្វើដាក់ឈ្មោះអីគេផ្សេងៗទៅដាក់ string មិនអីហើយដាក់ធ្វើជា income នេះគឺជា edit បានធម្មតាហើយអាចធ្វើការលុបតំណែងនេះបានពេលនេះបានធ្វើការលុប string ហើយ
បន្តមកទៀតអាភិបមួយ transaction ក៏ដូចគ្នាផងដែរ transaction បង្ហាញអំពី transaction មួយៗដែលបានធ្វើការ update ដោយសារតែនៅទាំងនេះគឺអាចធ្វើការ export បានដោយសារមានបញ្ហា API រៀង slow ទៅវាទាំងយឺតខ្លះទាំង income ខ្លះទាំង expand មួយទៀតផ្លេចថាកំណត់អាចកំណត់ខែថ្ងៃមើលថ្ងៃណាបានពីថ្ងៃណាចាប់ដល់ថ្ងៃណា19នេះជាទិន្នន័យដែលបានធ្វើការ add ធ្វើការ test add ទិន្នន័យ morning mind ដោយឃើញទិន្នន័យប៉ុណ្្នឹងឯងទៅមកទៀតចូលមកការ report នេះផងដែរគឺបានដូចគ្នាទិន្នន័យអាចធ្វើការ add user ណាពីថ្ងៃណាដល់ថ្ងៃណាហើយបញ្ចប់ដល់ថ្ងៃណាទៅនេះគឺ user ទៅទាំង add user ចាប់ដល់ពីខែនេះអាចធ្វើការ export របស់ user system បានធម្មតាដូចគ្នាដូច្នេះមកភាពសូមធ្វើការចូលមកកាន់ user premise ដើម្បីadd rule បានដូច្នេះថាភាពសូមធ្វើការ add rule ទិន្នន័យទាំងនេះផងដែរធ្វើការ add rule ថាដាក់ថា test system ទៅមកទៀតដាក់ថា test system ទៅមកទៀតហើយធម្មភាពសូមធ្វើការ copy ពីខាងលើហើយដាក់ Gmail ដាក់ password សូមឲ្យនេះគ្នាពេកដាក់ add 1 2 3ដូច្នេះធម្មភាពធ្វើការកំណត់ជា admin ឬក៏ editor ដាក់ធ្វើការជា admin មកឥឡូវនេះគឺបានបង្កើត project មួយហើយ project នេះផងដែរអាចធ្វើការ edit បានធម្មតាអាចធ្វើការ save អាចធ្វើការ save ហើយអាចធ្វើការ edit ទៅជាប្រភេទ super admin ក៏បានដូចគ្នាផងដែរដូច្នេះសូមធ្វើការ save ជា save super admin ដូច្នេះគឺវាបាន loop ទាំងចូលហើយដូច្នេះទៅកាន់ super admin គឺទូនាទីនៅក្នុង super admin ទាំងអស់ដូច្នេះថាវាសូមធ្វើការចាប់ដើមមកកាន់កន្លែងនេះហើយធ្វើការចាប់ដើមតេស្តរបស់ user មិញណាតេស្តទិន្នន័យរបស់ user មិញបានធ្វើការ add ទិន្នន័យចូលធ្វើការតេស្ត login ចូលម្ដងទៀតទៅកាន់ user system ផងដែរទិន្នន័យកន្លែងនេះ user system នេះគឺជា user system test system ដូច្នេះថាភាពសូមធ្វើការយក test system នឹង edit មកកន្លែងនេះធ្វើការ copy ទៅមកទៀតមកភាពសូមធ្វើការ login ចូលម្ដងទៀតហើយមកកាន់ log out វិញទៅមកទៀតចូលមកកាន់ system admin ហើយធ្វើការវាយបញ្ចូល system ហ្នឹង1 2 3ឥឡូវនេះគឺ system បន្ទាប់ពីបង្កើតបានហើយគឺវាទទួលបានលទ្ធផលមកជាតម្រង់បែបអញ្ចឹងបែបអញ្ចឹងហើយ category ផ្សេងៗអាចចុចមើល click បានធម្មតាអាចធ្វើការ export បានធម្មតាដូចគ្នាមកដែរដូច្នេះថាវាធ្វើការ export ទៅមកទៀតកន្លែងនេះហើយទៅពី login បានហើយនេះគឺជា user system test system យើងដែលបានធ្វើការ login មិញហើយសម្រាប់ project នេះផងដែរគឺមានតែប៉ុណ្ណេះសម្រាប់ project បានដល់ឈានការបញ្ចប់ជាសរុបមកប្រព័ន្ធ Personal Finance Management App នេះផងដែរគឺបានតបភ្ជាប់ទិន្នន័យរវាង Web App ហើយនិង Mobile App គឺបានដោយជោគជ័យហើយនៅពេលដែលតបភ្ជាប់រួចរាល់ហើយគឺផ្ដល់ភាពងាយស្រួលទៅកាន់ user ក្នុងការកត់ត្រាហើយនិងមួយទៀតគឺផ្ដល់សិទ្ធិពេញលេញដល់ admin ក្នុងការគ្រប់គ្រងផងដែរសម្រាប់ការធ្វើបង្ហាញដែលអាត្មាភាពជាតំណាងក្រុមគឺបានចាប់ទៅត្រឹមនេះចម្រើនពលា